តើបញ្ហាកាពះពោះវៀនមានអាការៈអ្វីខ្លះបាទអញ្ចឹងទៅតងពីបញ្ហានៃការកាពះពោះវៀនគឺអាការៈការធ្វើទុកអាចថាធ្វើទុកម្ដងមួយកាលបាទអាចថាធ្វើទុកជាប្រចាំមកពេលខ្លះគឺបញ្ហាកាពះហ្នឹងអាចធ្វើទុករយៈពេល1ខែ2ខែ3ខែពេលខ្លះឈានទៅដល់ឆ្នាំបាទពេលខ្លះឈានទៅដល់បញ្ហាកាពះហ្នឹងគឺរ៉ាំរ៉ាយយូរខែយូរឆ្នាំមកហើយបាទអញ្ចឹងទៅតងពីបញ្ហាកាពះពោះវៀនគឺពេលច្រើននៃការធ្វើទុកគឺពេលច្រើនទីកំណត់ទី1គឺពាក់ព័ន្ធជាមួយនឹងអាសាហើមពោះណែនពោះឆ្អល់ពោះបាទអាសាភើបាទភើជូរភើខ្យល់បាទអណ្ដាតឡើងផ្សិតឬធុំក្លិនមាត់បាទអាសាថប់នៅក្នុងចុងដង្ហើមរបស់យើងឬក្តៅកាហាយផ្សានៅក្នុងចុងដង្ហើមរបស់យើងបាទដំណាក់កាលទី2គឺពាក់ព័ន្ធជាមួយនឹងក្តៅកាហាយផ្សានៅក្នុងកាពះបាទមកថាមុននៃការញ៉ាំចំណីអាហារឬក៏ញ៉ាំចំណីអាហារគឺអាសាក្តៅកាហាយផ្សានៅក្នុងកាពះរបស់យើងតែម្ដងបាទគឺចុកឆ្អល់យកតែម្ដងបាទហើយអាការៈមួយទៀតគឺពាក់ព័ន្ធទី3គឺពេលច្រើនគឺកើតមានដូចជាអាសាពិបាកបត់ជើងលាមករឹងលាមកក្តៀនអាសារាករូសជាប្រចាំបាទពិបាកគេងបាទគេងមិនស្កប់គេងមិនស្កល់ភ្ញាក់ឡើងសឹងមានកម្លាំងកំហែងរាងកាយស្លេកស្លក់អស់កម្លាំងបាទល្វើយអាសាជឿក្បាលអាសាយផងដែរបាទជាពិសេសគឺមានការស្រកគីឡូផងដែរបាទក៏ដូចជាញ៉ាំចំណីអាហារច្រើនប៉ុន្តែមិនឡើងគីឡូបាទទាំងអស់នេះគឺជាអាការៈនៃបញ្ហាកាពះពោះវៀនអញ្ចឹងបើសិនជាលោកអ្នកដែលគាត់កំពុងតែមានបញ្ហាទាំងអស់នេះបាទអាចទៅតំណមកជាមួយខាងយើងបានគឺយើងមានការប្រឹក្សាសុខភាពជនក៏ដូចជាយើងមានជាមួយនឹងផលិតផលសម្រាប់ជួយលើបញ្ហាសុខភាពនឹងផងដែរជាពិសេសបាទអាចជួយសៀនៅក្នុងសៀទុកដើម្បីទទួលបានការទទួលបានការមើលនៅពេលក្រោយក៏ដូចជាសៀដើម្បីបង្ហាញទៅកាន់អ្នកដែលគាត់កំពុងតែមានបញ្ហាជាមួយនឹងកាពះពោះវៀននឹងផងដែរបាទអញ្ចឹងសូមអរគុណ